ការធ្វើទរណកម្មដល់សាហាវដែលគ្រាន់តែប្រើបន្ទប់ពណ៌សមួយនេះហាក់គ្រាន់តែបន្ទប់ពណ៌សនឹងមានអីក៏សាហាវទៅឈប់ស្ដាប់ខ្ញុំនិយាយសិនថ្ងៃនេះខ្ញុំនឹងនិយាយអំពីការធ្វើទរណកម្មនៅសម័យបុរាណភាគ2ទី1គឺជាការធ្វើទរណកម្មដែលគ្រាន់តែប្រើបន្ទប់មួយនេះប៉ុណ្ណោះគ្រាន់តែបន្ទប់ពណ៌សមួយនឹងមានអីគួរឲ្យសាហាវទៅក៏ប៉ុន្តែវាគឺជាការធ្វើទរណកម្មផ្លូវចិត្តដែលអ្នកទោសត្រូវបានដាក់ក្នុងបន្ទប់ពណ៌សគ្មានសំឡេងនិងគ្មានក្លិនអាចចូលបានឡើយហើយនៅក្នុងបន្ទប់មួយនឹងគឺពណ៌សទាំងអស់ទាំងជញ្ជាំងកម្រាលព្រំឥដ្ឋហើយនិងសម្លៀកបំពាក់របស់ជនរងគ្រោះសូម្បីតែអាហាររបស់ជនរងគ្រោះក៏គេប្រើពណ៌សផងដែរហើយមិនអនុញ្ញាតឲ្យមនុស្សធ្វើអន្តរកម្មជាមួយអ្នកទោសឡើយយូរទៅអ្នកទោសខ្សោះជីវជាតិនៃអារម្មណ៍បណ្ដាលឲ្យមានការយល់ច្រឡំថប់អារម្មណ៍និងការបាត់បង់អត្តសញ្ញាណនិងការប៉ះពាល់ផ្លូវចិត្តហើយអាចបណ្ដាលឲ្យពួកគេឈឺចាប់ជាងឈឺកាយទៅទៀតយូរទៅអ្នកទោសនឹងរវើរវាយហើយអាចនឹងបាត់បង់សតិទី2វិធីសាស្ត្រប្រហារជីវិតដែលជាសាច់ស្ដាងរហូតដល់អ្នកទោសស្លាប់វាគឺជាវិធីសាស្ត្រប្រហារជីវិតពីអធិរាជចិនលីងឈីអ្នកទោសត្រូវបានគេចងជាប់នឹងស៊ុមឈើហើយត្រូវបានគេកាត់សាច់ចេញពីដងខ្លួនម្ដងតិចស្ដើងហើយគេកាត់សាច់ម្ដងតិចនឹងជាច្រើនម៉ោងសំបីតែសម័យក៏អត់ចាញ់ដែរអ្នកនរគ្នាមុតក្បាត់តិចតួចឈឺសឹងអីចាស់ទម្រាំតែគេកាត់សាច់ចេញពីដងខ្លួនទៀតមិនទៅ